update ថ្ងៃទី20 December ថ្ងៃទី23 ម៉ោង8 នាទីយប់បងប្អូន ចា ជាងថ្ងៃនេះថ្ងៃនេះមានអារម្មណ៍ថាធ្វើរឿងបានច្រើនជួបបងប្អូនបានច្រើនខ្ញុំចង់និយាយប្រាប់បងប្អូនរឿងកន្លែងដែលត្រូវទៅមែនទែនប៉ុន្តែគ្រាន់តែយើងអាចនិយាយបានតែរឿងចុងក្រោយដែលយើងបានធ្វើមុននេះយើងធ្វើរឿងមួយជុំគ្នាជាមួយនឹងក្រុមការងារយើងទាំងអស់គ្នាគឺបងប្អូនបងវ៉ាន់ឌីហើយជាបងប្អូនស្គាល់បងវ៉ាន់ឌីប៉ុន្តែអ្នកខ្លះអត់ស្គាល់ទេបងវ៉ាន់ឌីគឺជាអ្នកសារព័ត៌មានម្នាក់ដែលមានបេះដូងដឹងឡៃស្មោះហើយក្លាហានខ្លាំងមែនទែនអ្វីដែលគាត់ធ្វើគឺគាត់ចង់ឲ្យក្រុមការងារយើងទាំងអស់គ្នាពាក់អាវក្រោះជូនគាត់ហើយគាត់ចេញទៅយប់នេះនៅកន្លែងក្តៅអូខេនៅពេលដែលយើងស្ដាប់អ្វីដែលគាត់និយាយគាត់ពេលគាត់ឆានមកគឺខ្ញុំផ្ទាល់ខ្លួនមានអារម្មណ៍សឹងតែប្រេះទ្រូងពេលដែលណេលឺយើងអធិដ្ឋានសម្រាប់គាត់ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរឡើងហើយជូនពរគាត់មានសុវត្ថិភាពប៉ុន្តែថ្ងៃនេះបងប្អូនថ្ងៃនេះអ្វីដែលយើងបានធ្វើគឺយើងរៀបអីវ៉ាន់សម្រាប់ភាសឹកហើយនឹងជាពិសេសគឺដោះគោយើងបានបញ្ជូនដោះគោចេញច្រើនសម្រាប់កូនងាហើយមួយទៀតគឺអីវ៉ាន់តាក់ទងជាមួយនឹងកងទ័ពគឺយើងចេញច្រើនប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺយើងពិបាកចេញអីវ៉ាន់ទៅដោយសារតែត្បូងហ្នឹងវាពិបាកដល់ពេលអញ្ចឹងម្សិលថ្ងៃនេះផ្ទាល់គឺយើងចេញបានត្រឹមតែពាក់កណ្ដាលម្សិលមិញអញ្ចឹងបងប្អូនដែលចង់ដឹងថាតើយើងចេញប្រហែលតតែមើលវីដេអូម្សិលមិញបន្តិចហើយយើងទៅនៅតែបន្តរៀបអីវ៉ាន់បន្តហើយអ្វីដែលលើកទឹកចិត្តយើងគឺយើងមានបងប្អូនជនជាតិគាត់មកជួយរៀបអីវ៉ាន់របស់យើងរៀបអីវ៉ាន់ពិសេសនឹងអីវ៉ាន់កងទ័ពតាក់ទងជាមួយនឹងឆ្នាំអ្វីផ្សេងផងដែរហើយមូលហេតុយើងអត់សុខញ៉ាអីវ៉ាន់ច្រើនថ្ងៃនេះដោយសារតែយើងចង់អីវ៉ាន់ទៅដល់ហើយថ្ងៃនេះយើងខានអីវ៉ាន់អត់ទៅដល់ទេซึ่งបើសិនជាយើងដឹងថាអីវ៉ាន់អត់ទៅដល់ឬក៏មានបញ្ហានៅកន្លែងដែលយើងចង់ផ្ញើយើងទុកអីវ៉ាន់មួយថ្ងៃទៀតយើងផ្ញើថ្ងៃស្អែកហើយយើងក៏បានគិតពីសុវត្ថិភាពបងប្អូនដែលយកអីវ៉ាន់ទៅដែរបងប្អូន That's the biggest thing so that's the update today thank you អរគុណច្រើនបងប្អូន for supporting us and continuing to pray and donate as well we really appreciate it and we're going to continue doing this like we've mentioned before ចាអូខេអរគុណបងប្អូនទាំងគ្នាយើងនឹងឈ្នះបាទអធិដ្ឋានសូមជូនពរសម្រាប់យើងក្រុមការងារហើយនឹងអ្នកដែលចេញទៅផងដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នាមានពេលវេលាសម្រាប់ថែចិត្តខ្លួនឯងដកដង្ហើមវែងហើយចាក់ឆ្ងាយពីទូរស័ព្ទយ៉ាងហោចណាស់ឲ្យបាន5នាទីក្នុងមួយថ្ងៃយ៉ាអរគុណបងប្អូនជម្រាបលា